បងជំរាបសួរលោកគ្រូហើយក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះដូចមិញឡងអឺថ្ងៃនេះខ្ញុំនឹងមកធ្វើការតាក់ទងទៅនឹង install DNS ហើយនឹង configuration DNS server ទៅលើអឺអឺ server របស់យើងដែលខ្ញុំប្រើជា CNS 9ជា primary server ហើយនិង CNS 10ជា secondary server អញ្ចឹងយើងដឹងថាដំបូងគឺយើងត្រូវការ install របស់វាគឺយើងប្រើ command DNF install បាន .utils.y យើងដោយសារខ្ញុំបាន install ហើយគឺវា complete អញ្ចឹងគឺយើងកន្លែងហ្នឹងគឺយើងត្រូវ install ទាំងពីរទៅលើតាំង secondary server ហើយនិង primary server ចូលទៅកាន់ primary server គឺយើងធ្វើការជាដូចយើងត្រូវ copy /etc/name /name.conf ទៅកាន់ etc/name.conf.back ចឹងដោយសារខ្ញុំមក copy ហើយគឺខ្ញុំ Ctrl C ទៅមកទៀតគឺយើងធ្វើការ configuration ទៅកាន់command របស់យើងគឺយើងប្រើ command vi/etc/name.conf ដោយសារខ្ញុំបាន config ហើយអស់ហើយគឺយើងធ្វើការ cat យករបស់វាតែម្ដងគឺយើងប្រើ command cat/etc/name.conf ចឹងដំបូងគឺយើងឃើញ option របស់វាតទៅត្រង់ listen on the port 53នេះគឺ port របស់ localhost 127.0.1 ហើយនឹងsecondary IP គឺ192.168.211.144ហើយតាមទៀតគឺយើងឃើញតទៅនឹង hello query ដែលជា IP របស់យើងបានស្ដាប់192.168.211.0/24ហើយនឹង allow transfer គឺយើង transfer ពីprimary server ទៅកាន់ secondary server ដែលមាន IP 192.168.211.144ហើយជុំដល់ទៀតគឺយើងឃើញតត្រង់0ដែលនៅក្នុងនេះគឺជាដំបងរបស់វាគឺមានត្រឹម include /etc/name ប៉ុណ្នេះទេហើយទៅមកទៀតគឺយើង add time zoom របស់យើងដែលខ្ញុំបានដាក់ឈ្មោះវាថា mylocal.net ហើយ type របស់វាគឺ master នៅក្នុង primary server ទៅពេល secondary server គឺយើងជា slave ហើយទៅពេល primary ជា master ហើយទៅពេល0IP ពី16.127.92នេះគឺជា reverse 0ដែលយើង reverse ពី primary ទៅកាន់ secondary server ទៅមកទៀតគឺយើងធ្វើការ configuration ទៅទៅនឹងអឺ forward អញ្ចឹងយើងប្រើ command vi/forward .local.net ដោយសារខ្ញុំបានអញ្ចឹងចំណុចទៀតគឺយើងទៅយើង configuration ទៅក្នុង forward ពីទៅកាន់ពី primary ទៅកាន់ secondary យើងប្រើ command vi forward .mylocal.net ចឹងដោយសារខ្ញុំបាន config ហើយខ្ញុំធ្វើការ cat របស់វាតែម្ដងគឺ cat forward.net ចឹងដំបូងយើងឃើញតទៅនឹងឈ្មោះនេះជា server របស់ primary server mylocal.net ហើយនេះគឺខ្ញុំដាក់ឈ្មោះ admin.mylocal.net ហើយ serial របស់វាគឺ2026 010101ហើយ refresh មួយ ID retry 1 spy គឺវា1
refresh វាមួយថ្ងៃមួយ day ហើយដល់ពេល retry របស់វា1ម៉ោង expire គឺមួយសប្តាហ៍ហើយ minimum របស់វាគឺរយៈពេល3ម៉ោងហើយទៅមកទៀតគឺយើងឃើញតើតើនឹងអឺ primary server គឺ NS1 នេះជាអឺ master server ដំបូងហើយអានេះជាsecondary server អឺទៅមកទៀតគឺយើងឃើញIP ប៉ុណ្នេះអានេះជា boss mass ជា primary server ទៅទៅកាន់ secondary server ហើយអានេះគឺវា reverse មកវិញពីអឺ secondary server មក primary server ហើយដល់ពេល IP អានេះគឺវាខ្ញុំ set ឲ្យវាគឺជាចន្លោះពី100ទៅកាន់200ហើយចំណុចទៀតគឺយើងធ្វើការអឺ configuration ទៅទៅនឹងreverse យើងប្រើ vi command reverse reverse ដល់ local.net ហើយក៏ដូចគ្នាគឺខ្ញុំបានconfig ហើយគឺខ្ញុំធ្វើការ cat ដូចគ្នាណា reverse ចឹងដូចគ្នាដែរគឺយើងនេះគឺមានដូចគ្នាអឺទៅនឹង serial refresh retry expire មានដូចគ្នាហើយទៅពេល reverse អានេះគឺវា reverse ពី IP 144កន្ទុយនេះមកserver primary របស់វាដំបូងអឺ primary របស់យើងគឺអns1.mylocal.net ហើយនេះគឺយើង reverse ទៅវិញពី IP របស់ primary ទៅកាន់ secondary ដូចគ្នាចំណុចទៀតគឺទៀតតទៅទៅគឺយើង check ថាconfiguration file របស់យើងគឺជោគជ័យគឺយើងប្រើ command name dot check conf ចេះទៅអញ្ចឹងតមកទៀតគឺយើងធ្វើការ check ទៅកាន់ configuration របស់យើងដែលverify វាថាដែលយើង config ហ្នឹងគឺត្រូវអត់យើងប្រើ command name dot check conf អូខេអញ្ចឹងតបទៅគឺយើងធ្វើការcheck ទៅកាន់ configuration របស់យើងតែយើង config ថាតើវាត្រូវអត់គឺយើងដូចជា verify គឺយើងប្រើ command name dot check conf គឺvậy ជាសាច់ខ្ញុំបាច់ខលគឺយើងមកជំនសារយើង check ត្រូវហើយគឺវាចេញអីទេអឺតមកទៀតគឺយើង check reverse zone file របស់យើងគឺយើងបាយ command name dot check zone dot zone 216
យើងមកពី16.168.192.in dot a double d o dot a o p a slash và anh em là p plus ចឹងយើង check មកគឺថាវាអូខេហើយតទៅទៀតគឺយើង check ទៅកាន់forward zoom ម្ដងគឺយើងប្រើ command name dot check zone my local dot net slash slash var name slash forward ចឹងគឺភាសាយើង check មកគឺវាអូខេដូចគ្នាហើយតែមកទៀតគឺយើងអាច start តទៅទៅនឹងបាញ់របស់យើងគឺយើងប្រើ command system ctl enable dot name ចឹងគឺវាខ្ញុំសារវាដែរហើយវាអត់មាន load ខលអីទេតែមកទៀតគឺយើងstarter របស់វាដឹងថាវា active ឬក៏ disable ខ្ញុំប្រើ system ctl ដដែល status name ចឹងគឺដោយសារយើងបានប្រើconfig អីហើយក៏ដូចជា verify វាត្រូវហើយគឺវាtheo ក៏ដូចជា running ហើយតមកទៀតតទៅទៅនឹងគឺយើងធ្វើការ config ទៅកាន់D server secondary server របស់យើងម្ដងចឹងក៏ដូចគ្នាគឺយើង install ដល់ហើយតែបើយើង copy ដូចគ្នា slash cp slash etc slash name dot connect ទៅកាន់ etc slash name dot connect dot back ចឹងដោយសារខ្ញុំបាន copy ហើយដូចគ្នាខ្ញុំ cat ដូចគ្នាដែរ slash etc បាទ ចឹងគឺវាដូចគ្នាវាចេញអឺតែវាមាន option វាមានអឺ query allow query ហើយនេះដូចគ្នាដែរតែមកចឹងតទៅទៀតគឺយើងធ្វើការstarter របស់វាដើម្បីដឹងថាវា active ឬក៏ disable ឬក៏អត់ជាងគឺយើងប្រើ command system ctl c system ctl status routine ចឹងsecondary របស់យើងក៏ដូចគ្នាដែរគឺវា active ហើយវា run enable ចឹងកន្លែងនេះគឺវា transfer ពីពី primary server របស់យើងមកកាន់secondary របស់យើងដែលមាន IP បើចន្លោះប៉ុណ្នេះ sending មកសេរីចន្លោះពីយើងឃើញហើយ2026.001ដូចទៅនឹងអឺបោះ primary server ដែរហើយ transfer ហើយនឹង0ដូចគ្នាដែរចឹងជាមកទៀតគឺតទៅទៅនឹងពីដឹងហើយថាគឺយើងធ្វើការping ទៅកាន់អឺជាដំបូងយើងធ្វើការ ping ខ្លួនឯងសិនដោយសារជិតដឹងថាវាដើរឬក៏អត់ឬក៏ពេលជំនួសមកពី16.194
ដោយសារវាភេងខ្លួនឯងដែរហើយទៅមកទៀតគឺយើងភេងទៅកាន់primary ភាសាឥឡូវនេះខ្ញុំនៅsecondary ចឹងខ្ញុំភេងទៅកាន់ primary តែម្ដងគឺថាវាដើរទៅមកទៀតគឺយើងភេងទៅកាន់mylocals.net គឺវាដើរដូចគ្នាអឺចូលមកដល់តទៅនឹង primary របស់យើងម្ដងគឺយើងធ្វើការភេងដូចគ្នាយើងភេងទៅកាន់អឺ default gateway របស់វាខ្លួនឯងសិន IP របស់វាខ្លួនឯងសិន128.216.144ចឹងគឺថាវាដើរហើយដល់មកទៀតគឺយើងភេងទៅកាន់ secondary ដូចគ្នាគឺថាវាភេងទៅដើរដូចគ្នាតមកគឺយើងភេងទៅកាន់ឈ្មោះ mylocal.net ដូចគ្នាដែរ locals.net ចឹងយើងឃើញថាវាដែរអឺជិះហើយទៅតមកទៀតគឺខ្ញុំចូលដឹងថាដល់ពេលខ្ញុំប្រើ Windows ភេងទៅកាន់CNS ទៅលើនៅលើ VM ជឿថាវាដើរអត់ចឹងខ្ញុំភេងអឺទៅកាន់ secondary មុនគឺថាវាដើរដូចគ្នាតមកខ្ញុំភេងទៅកាន់ primary ដូចគ្នាគឺវាដើរដូចគ្នាដែរតែមកខ្ញុំកាត់ភេងទៅកាន់អឺ mylocal.net គឺដោយសារដើរគ្នាអញ្ចឹងដោយសារយើងបានធ្វើហើយអញ្ចឹងវាភេងទៅវិត្មាគឺវាដើរដូចគ្នាអញ្ចឹងជាចុងក្រោយគឺមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូហើយក៏ដូចជាអ្នកទាំងអស់គ្នា